ទាំងអស់គ្នាបានដឹងហើយអំពីហុងស៊ុយផ្ទះបានតាំងពីបាតផ្ទះរហូតដល់ដំបូលផ្ទះឥឡូវនេះលោកគ្រូនឹងជូននៅប្រធានបទមួយទៀតគឺផ្ទះដែលសម្បូរតែរឿងរ៉ាវវាជារឿងទូទៅហើយមនុស្សយើងគ្មានអ្នកណាចង់បានសេចក្តីទុក្ខទេគ្មានអ្នកណាចង់បានរឿងរ៉ាវនៅក្នុងផ្ទះទេចង់បានតែភាពសុខដុមរមនាភាពត្រជាក់ត្រជុំភាពអត់ឱនភាពល្អោកល្អើនជាមួយគ្នាក៏ប៉ុន្តែនៅពេលដែលយើងសាងសង់ផ្ទះនៅខុសហើយយើងរស់នៅក្នុងផ្ទះខុសនោះវានឹងផ្ដល់នៅគុណវិបត្តិច្រើនយ៉ាងដល់យើងផ្ទះដែលខុសហុងស៊ុយហើយយើងរស់នៅមានតែរឿងរ៉ាវនោះដូចម្ដេចខ្លះទី1ទ្វាររបងផ្ទះរបងផ្ទះខាងមុខយើងហ្នឹងណាបាទទ្វាររបងកាលណាមានទ្វារតូចនៅក្នុងទ្វារធំបណ្ដាលឲ្យមានរឿងរ៉ាវច្រើនកើតឡើងអំពីអ្នកដែលចូលមកនាំរឿងចូលមកក្នុងផ្ទះទី2ទ្វារបន្ទប់គេងបាទទ្វារបន្ទប់គេងវាបាញ់ណាបាទវាបែរចំទៅមុខផ្ទះបែរទៅទ្វារធំណាបាទនោះក៏វាជារឿងរ៉ាវមិនសូវល្អសម្រាប់បាទម្ចាស់ផ្ទះក្នុងផ្ទះនោះដែរទី3ផ្ទះដែលមានបន្ទប់2ជួរផ្ទះធំអញ្ចឹងគេធ្វើបន្ទប់សងខាងបាទមានផ្ទះមានផ្លូវកណ្ដាលផ្ទះដែលមានបន្ទប់សងខាងហើយមានផ្លូវកណ្ដាលហ្នឹងក៏មិនល្អដែរច្រើនតែម្ចាស់ផ្ទះមិនសូវត្រូវគ្នាពីរឿងបែងចែកអំណាចធំតូចឥទ្ធិពលដណ្ដើមយកឈ្នះរៀងខ្លួនបន្ទាប់មកទៀតបាទបន្ទប់គេងដែលមានទ្វារចំគ្នាបើកមកកណេះមើលមុខគ្នាបាទហ្នឹងក៏អត់ល្អដែរបាទបើកមកមានតែចំនួនមានតែការក្តៅក្រហាយមួយទៀតចុងក្រោយគឺការគេងខុសតំណែងនេះបាទក៏នាំឲ្យរឿងរ៉ាវក្នុងផ្ទះអត់មានការគោរពគ្នាមានតែរឿងរ៉ាវចំនួនផ្ទៃក្នុងការអន់ចិត្តនឹងគ្នាក៏ច្រើនដែរ